មានអ្នកអីផ្សេងទៀតតែខ្ញុំលើកតាក់ទងតែរឿងខ្មែរដោយសារតែយើងស្គាល់ចាំតែមន្ត្រីខ្មែរយើងអញ្ចឹងជនបរទេសដែលតាក់ទងនៅក្នុងការទាមទារឲ្យដាក់ទណ្ឌកម្មនៅក្នុងច្បាប់នេះបើចូលជាធរមានទី1គឺមានលោក Nate Savin បងប្អូនស្គាល់ហើយលោក Nate Savin ហ្នឹងគឺជាជាប់សាច់ថ្លៃអីនៅខាងថ្នាក់ដឹកនាំកម្ពុជាសប្តាហ៍ថ្ងៃហើយជាមេធំផ្នែកប៉ូលីសផ្នែកអីផងឬក៏នគរបាលជាតិយើងផងលោកបន្ទាប់មកគឺជារដ្ឋមន្ត្រីក្រសួងការពារសំទោសក្រសួងមហាផ្ទៃខ្មែរយើងគឺលោកសសុខាដែលជាកូនប្រុសបង្កើតរបស់លោកសខេងមានលោកឌីវិជាដែលជាកូនប្រុសបង្កើតរបស់លោកហុកឡុងឌីលោកហ៊ុនតូដែលជាក្មួយជារបស់លោកហ៊ុនសែនលោកកុកអានដែលជាអ្នកអង្គការដែលត្រូវថៃចេញទៅការនិវេសក្រហមតាមចាប់ហើយដែលមានកាស៊ីណូបនលបែងនៅតាមបណ្ដោយព្រំដែនជាច្រើនហើយជាហឹបប្រាក់របស់គណៈបកកណ្ដាលអំណាចយូរដែរហើយនោះលោកគុជចម្រើនលោកឡុងឌីម៉ង់និងមានយ៉ាន់បូរិតយ៉ាន់រងយ៉ាន់សិតសាយឹមលាក់អីអញ្ចឹងនេះគឺជាឈ្មោះបុគ្គលមួយចំនួនដែលខ្ញុំមិនអាចរៀបរាប់អស់ទេព្រោះវាមិនច្រើនហើយមានជនជាតិចិន Gen Z ដែលជាទីប្រឹក្សារបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលយើងហើយដែលត្រូវចិនថ្កោលទោសតាមតរចាប់ដែរនោះហើយមានក្រុមហ៊ុនមួយចំនួនដែលពាក់ព័ន្ធនៅក្នុងការដែលដាក់ទណ្ឌកម្មនេះខ្ញុំលើកយកតែត្រួសខ្លីៗទេគឺមាន UDG គឺក្រុមហ៊ុនចិនអភិវឌ្ឍពលានយន្តហោះមួយនៅតារាសាគរខេត្តកោះកុងបងប្អូនគម្រោងជាង$1000ក្រុមហ៊ុន UDG នេះក៏ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនិងរុះរើផ្ទះប្រជាពលរដ្ឋមិនសងសំណងសមរម្យនឹងក៏ច្រើនដែរហើយក្រុមហ៊ុនបន្តទៀតនេះគឺមាន Huiwan Group បាទក្រុមហ៊ុន Huiwan ដែលជាក្រុមហ៊ុនឆបបោកអនឡាញមួយដែលរដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មរួចទៅហើយដែលមានលោកហ៊ុនតូជាប្រធានហើយមានក្រុមហ៊ុនច្រើនបន្តទៀតដោយសារតែនៅក្នុងច្បាប់នេះហើយនិយាយទៅជារួមគឺស្របតាមអ្វីដែលរដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មរួចទៅហើយដែរទេគ្រាន់តែថាគេធ្វើច្បាប់បន្ថែមទៀតដើម្បីឲ្យវាមានឥទ្ធិពលអន្តរក្រសួងនៅក្នុងការដោះស្រាយបញ្ហានេះបងប្អូនតាមពិតទៅដំណឹងអស់នេះអីហ្នឹងគឺអៀនមាត់នៅក្នុងការផ្សាយខ្ញុំពេលដែលផ្សាយនៅក្នុងស្រុកពេលយើងកំពុងមានលបួសលបងបលាលួសគេយកមករាយពេញទឹកគេឈូសផ្ទះយើងគេឈូសដីយើងគេរាវមីនលើដីយើងគេតាក់មីក្រូតម្លង់អីលាក់នឹងយើងនឹងវារងកម្មអារឿងឥឡូវកូរ៉េខាងត្បូងនឹងតាក់តងចាប់ចម្រិតទាប្រាក់សម្លាប់មនុស្សធ្វើឲ្យយើងបាក់មុខបាក់មាត់រឿងវាច្រើនពេកដល់ពេលយើងនិយាយពីរឿងអកុសលអីអញ្ចេះហ្នឹងគឺមិនមែនជាដំណឹងដែលគួរឲ្យសាទររបស់ស្រុកយើងទេបងប្អូនក៏ប៉ុន្តែរឿងទាំងអស់នេះមិនមែនជាយើងឈឺចាប់ហើយវាកាត់ឡើងឯងទៀតរឿងទាំងអស់នេះគឺវាជារឿងដែលគេបង្កាត់ភ្លើងយូរហើយអាផ្សែងខ្មៅអ៊ូលអាប់លើផែនប៉ូសិធាតុរបស់កម្ពុជានឹងវានៅហោះវល់វាមិនទៅណាឆ្ងាយព្រោះភ្លើងវាអត់រលត់ដែរបងប្អូនឥឡូវនេះភ្លើងនេះកំពុងតែខ្មួលខ្មាញ់ហូរត្របាញ់ហោះហើរលើផែនប៉ូសិធាតុលើអាវេហារបស់យើងនឹងគឺមកអាប់អួរដល់ស្ថាប័នរដ្ឋសភារបស់អាមេរិកដែលធ្វើឲ្យគេឈ្មោះរបស់កម្ពុជានឹងអាប់អោននៅលើសកលលោកកាន់តែខ្លាំងថែមទៀតប៉ុន្តែសួរថាយើងឈឺចាប់នឹងបានប្រយោជន៍អីបងប្អូនការឈឺចាប់របស់យើងគឺយើងបានតែឃើញថាភាពអាក្រក់របស់ជាតិសាសន៍យើងក៏ប៉ុន្តែទាំងអស់ទាំងគឺកើតឡើងមកពីប្រព័ន្ធដឹកនាំរដ្ឋគឺបានន័យថាអ្វីៗដែលកើតឡើងនឹងឲ្យបនលបែងអនឡាញស្អីនឹងដែលកើតឡើងយ៉ាងកក្រាកនឹងគឺដោយសារតែយើងអត់បានទប់ស្កាត់វាមានប្រសិទ្ធភាពហើយបើសិនជាយើងទប់ស្កាត់មានប្រសិទ្ធភាពហេតុអីបានជាគេថ្កោលទោសហេតុអីបានជាមានឈ្មោះមន្ត្រីជាប់ឈ្មោះនៅក្នុងនេះសុទ្ធតែជាមន្ត្រីក្រាក់នៅក្នុងជួររដ្ឋាភិបាលតើឲ្យគេទុកចិត្តរដ្ឋាភិបាលយ៉ាងម៉េចបើសិនជាមន្ត្រីយើងសំបីមេប៉ូលីសដោយលោកណេតសាវឿនហើយឥឡូវមកជាប់លោកសសុខាដែលប្រជាពលរដ្ឋខ្មែរជាច្រើនណាស់មើលទៅឃើញក្រុមគ្រួសារតកោសនេះជាពិសេសលោកសខេងអីនេះថាបីដូចជាក្រុមប្រឆាំងនឹងឲ្យតម្លៃខ្លាំងថាជាអ្នកស្អាតស្អំអ្នកដែលមិនប្រព្រឹត្តបាត់ល្មើសអីច្រើនទេនៅក្នុងចំណោមមន្ត្រីតកតនៅក្នុងជួរគណៈបកប្រជាជនកម្ពុជាឥឡូវនេះមានលោកសសុខានៅក្នុងនឹងដែរដែលដូចថាមកតបនឹង4ម៉ាឡូ12អីចឹងដែលធ្វើឲ្យរឿងនេះគឺជាដំណឹងមិនល្អសម្រាប់ក្រុមគ្រួសារតកោសដែរហើយក៏មិនមែនជារឿងល្អសម្រាប់ប្រទេសជាតិយើងតែមួយខ្ញុំជឿថាអស់លោកមិនសម្រាប់ដៃទេបន្តិចទៀតច្បាស់ជាចេញសេចក្តីថ្លែងការណ៍តបនឹងគេវិញមកចោទប្រកាន់មន្ត្រីតំណាងរាស្ត្រសហរដ្ឋអាមេរិកនឹងខ្វះព័ត៌មានស្ដាប់តែក្រុមប្រឆាំងតែមួយខាងធ្វើសេចក្តីស្នើច្បាប់ដោយមិនពិគ្រោះជាមួយរដ្ឋាភិបាលអីលាក់នឹងទៀតហើយសេចក្តីថ្លែងការណ៍នឹងគឺមានតែប៉ុណ្្នឹងឯងអាចនឹងស្ថាប័នរដ្ឋសភាកម្ពុជានឹងចេញមកនឹងថាអ្វីៗដែលធ្វើនឹងគឺជាការលៀបពណ៌លុះតាមអនាគតជឿតាមគណៈបកប្រឆាំងញុះញង់អីទៀតដែលតាមពិតគ្មានគណៈប្រឆាំងបកប្រឆាំងអាណាទៅញុះញង់តំណាងរាស្ត្រទេពួកគេធ្វើកិច្ចការការបរទេសគឺកិច្ចការគេស្រាវជ្រាវហើយព័ត៌មានពីស្រុកខ្មែរនឹងអត់ចាំបាច់ទៅស្រុកខ្មែរសោះពិភពលោកគេដឹងរឿងខ្មែរយើងដូចនៅលើបាតដៃចឹងមានតែខ្មែរយើងទេតែអត់ដឹងរឿងខ្មែរយើងច្រើនណាដោយសារគេបិទមាត់ហើយគេទប់ព័ត៌មានកុំឲ្យខ្មែរដឹងបើនៅបរទេសនេះរឿងខ្មែរស្អីគេដឹងហើយដឹងរឿងល្អហើយដឹងតែរឿងអាក្រក់ហើយបើនៅស្រុកខ្មែរវិញខ្មែរយើងដឹងតែរឿងល្អហើយដឹងរឿងអាក្រក់ហើយគេផ្សាយបុណ្យកឋិនគេចែកលុយនេះគេធ្វើផ្លូវនេះគេសង់ស្ពាននេះគេជួយផ្នែកនេះអីចឹងទៅយើងឃើញតែអញ្ចឹងដូចថា
មាត់ដងដែលគេបើកឲ្យខ្មែរយើងមើលឃើញហ្នឹងគឺប៉ុន្តែក្បាលប៉ុន្តែចង្អេហ្នឹងតែអញ្ចឹងយើងជាកង្កែបទាំងអស់នៅក្នុងដងហ្នឹងអញ្ចឹងរដ្ឋាភិបាលបើកតែមកចង្អេហ្នឹងទៅឃើញផ្ទៃមេឃហ្នឹងប៉ុន្តែចង្អេហ្នឹងឯងប៉ុន្តែខាងក្រៅហ្នឹងគេមើលឃើញមកហ្នឹងលឺយើងស្រែកទៅហឹងពេញនៅក្នុងដងហ្នឹងដូចក្អាត់អញ្ចឹងហ៎បងប្អូនក្អាត់ក្នុងក្អមហ្នឹងយើងវាស្រែកលឺអូយលឺខ្ទពេញនៅក្នុងហ្នឹងគឺជាយខុសប៉ុន្តែមានតែគ្នាយើងនៅក្នុងដូនណាគេនោះគេស្ងាត់មាត់អស់គេមើលមកយើងឃើញបញ្ហាយើងមើលអត់ឃើញដោយសារអីយើងអត់មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យប្រជាពលរដ្ឋទទួលបានព័ត៌មានទៅតាមតែរដ្ឋាភិបាលចង់ឲ្យស្ដាប់ហើយអ្នកណាហ៊ានតែនិយាយអីលើសគឺបាត់មាត់ចាប់ដាក់គុកធ្វើទុកបុកម្នេញអានឹងយើងវាអកុសលអញ្ចឹងហ៎បងប្អូនតែយ៉ាងណាដំណោះស្រាយនៅតែមានទេបងប្អូនកុំអាលបាក់ទឹកចិត្តពេកសេចក្តីស្នើច្បាប់នេះត្រូវការពេលតម្រាំចូលដល់ព្រឹទ្ធសភាតម្រាំចូលដល់ប្រធានាធិបតីអនុម័តវានៅយូរខែដែរប៉ុន្តែអារឿងយូរខែឬចាស់ឆាប់ខែឬមិនអីវាមិនមែនជារឿងសំខាន់នេះសំខាន់គឺនៅពេលដែលមានតំណាងរាស្ត្រសហរដ្ឋអាមេរិកមកយករឿងខ្មែរយើងយកមកឈឺឆ្អាលយើងពេលខ្លះបើឈឺឆ្អាលរឿងទៀមទាឲ្យដោះទាហានយើងទាំង18នាក់យើងសប្បាយចិត្តដែរបងប្អូនមិនអញ្ចឹងហ៎ប៉ុន្តែគេអត់អាចទៅចូលរួមដោះទាហានយើងទាំង18នាក់បានទោះយើងខំប្រឹងតស៊ូមតិមិនដោយសារអីរឿងអាស្រូវយើងនឹងវាច្រើនពេកដែលប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋអាមេរិកគេណាឃើញទេបើសិនជាទាហានទាំង18នាក់នៅស្រុកខ្មែរនឹងជាប់ឃុំដោយសារតែក្នុងនោះមានជនជាតិខ្មែរអាមេរិកចុះឧទាហរណ៍ដែលធ្វើទាហាននឹងអញ្ចឹងទៅច្បាស់ហើយជាមានការយកចិត្តទុកដាក់ពីអាមេរិកថាអត់មានប្រយោជន៍គេមិនឈឺក្បាលនឹងយើងទេឲ្យតែមានប្រយោជន៍គេបានគេឈឺក្បាលនឹងយើងអញ្ចឹងហើយបានថាយើងត្រូវពង្រឹងប្រយោជន៍យើងសាមគ្គីជាតិយើងខ្មែរស្រឡាញ់ខ្មែរកុំងើបមួយវាយមួយដោះលែងអ្នកទោសមនសិការឲ្យអស់ទៅហើយដល់និយាយរឿងដោះលែងអ្នកទោសមនសិការខ្ញុំតរឿងនឹងចូលទៅហើយអារឿងនេះខ្ញុំស្លេះនឹងប៉ុណ្្នឹងសិនយើងទៅដោះលែងអ្នកទោសមនសិការមិនឥឡូវថ្ងៃនេះលោកកើតសរាយជាប់គុកជាង500ថ្ងៃហើយហ្នឹងបងប្អូន500ថ្ងៃជាងហើយអត់មានចោលមួយថ្ងៃណាទេហើយថ្ងៃនេះគាត់សុំតឡាការសាលាឧទ្ធរណ៍នឹងឲ្យគាត់បាននៅក្រៅឃុំព្រោះវាជាប់ច្រើនពេកដូច500ថ្ងៃហើយសុំនៅក្រៅឃុំគាត់តាមមិនឲ្យនៅគឺថាដូចយើងតថ្លៃគ្នាមិនបានសោះហ្មងគឺត្រូវតែជាប់មួយជីវិតឬក៏ជាប់ឲ្យអស់នៃអំណាចសាលក្រមហើយរឿងអត់មានធំរឿងបើយើងនិយាយទៅគឺថាអត់មានទៅរឿងលក់ដីឲ្យថៃរឿងឲ្យថៃពាត់បលាលួសយកដីខ្មែរហើយយើងមិនតតាំងយើងអត់ធ្មត់អីក៏អត់មានដែររឿងគេចូលមកយកប្រាសាទយើងយកតំបន់ភ្នំទ្របយើងហើយយើងឲ្យគេយកដែលយើងអត់ធ្មត់អត់មានតាក់តងនឹងអញ្ចឹងសោះរឿងរបស់គាត់គឺតាក់តងនឹងរឿងទៅជួយការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលមានចំនួនដីធ្លីនៅខេត្តព្រះវិហារហើយដោយសារគាត់ធ្លាប់ជាប់ពន្ធនាគារពីមុនមកហ្នឹងដោយសារអីដោយសារតែគេធ្វើទុកបុកម្នេញផ្នែកនយោបាយសិទ្ធិសេរីភាពរបស់ពួកគាត់ដែរនឹងជាប់គុកដោយអយុត្តិធម៌ពីលើកមុនដោយសារតឡាការចាត់ទុកថាជាក្រុមឧទាមក្រុមបដិវត្តពណ៌ឬក្រុមដូចថាញុះញង់អីអញ្ចឹងទៅយកគាត់ទៅដាក់គុកដល់ពេលគាត់ចេញពីគុកគាត់ទៅធ្វើកិច្ចការងារដដែលក៏អត់មានដឹងថាធ្វើការងារនឹងខុសផងដែរការងារជួយលើកស្ទួយសិទ្ធិមនុស្សសេរីភាពប្រជាពលរដ្ឋដែលរងគ្រោះដីធ្លីដោយអាជ្ញាធររឹបអូសឬក៏ឈ្មួញទុច្ចរិតធ្វើបាបប្រជាពលរដ្ឋហើយទៅជួយតវ៉ាការពារសិទ្ធិរបស់ពួកគាត់ខ្លាយទៅជាជនល្មើសទៅវិញនៅក្នុងការពារប្រយោជន៍ប្រជាពលរដ្ឋហើយដល់ពេលហើយចាប់គាត់ដាក់គុកទៅចោទប្រកាន់ពីបទអត់រៀងចាលអត់រៀងចាលនឹងជាប់គុកថែមលើសអាមុនជាប់គុកទៀតហើយរៀងចាលយ៉ាងម៉េចនៅពេលដែលយើងអត់ដឹងថាទង្វើដែលយើងធ្វើនឹងវាខុសផងហ្នឹងឲ្យមនុស្សរៀងចាលយ៉ាងម៉េចនៅពេលដែលមនុស្សអនុវត្តសិទ្ធិសេរីភាពតាមរដ្ឋធម្មនុញ្ញដែលធានាមានចែងច្បាស់លាស់ហ្នឹងហើយដល់ពេលយើងទាញច្បាប់ឲ្យយឺតកស៊ូដាក់គាត់ជាប់ពន្ធនាគារហើយអត់ឲ្យលែងទេថាតឡាការយើងឯករាជ្យតឡាការយើងអនុវត្តតាមច្បាប់ត្រឹមត្រូវអត់មានលើកលែងតើយើងធ្វើដូច្នេះតើប្រជាពលរដ្ឋគ្នាឈឺចាប់ប៉ុណ្ណាយើងខ្លួនយើងខ្មែរគ្នាយើងសកម្មជននៅសល់ប្រមាណអ្នកទៀតជាប់គុកអស់ហើយអត់មានអ្នកណាមកជួយឈឺឆ្អាលទេយើងចង់បានតែអាជ័យធ្លាក់ទឹកហើយឲ្យតែស្កហ្នឹងអញ្ចឹងណាឥឡូវខ្ញុំមើលទៅខ្ញុំខ្លោចចិត្តជាមួយនឹងលោកកាត់សារាយធ្លាប់បួសរៀនជាប្រសង់ហើយឈឺឆ្អាលរឿងកិច្ចការសង្គមមែនតើអ្នកដែលឈឺឆ្អាលកិច្ចការសង្គមដែលស្មោះសរមិនបានលុយ1រៀលពីប្រាក់បៀវត្សរបស់រដ្ឋាភិបាលដែលមិននិយាយទៅរដ្ឋាភិបាលចំណាយលុយទីប្រឹក្សាឬក៏ក្រុមនេះក្រុមនោះជួលពួកកសែតនេះកសែតនោះយកទៅឲ្យផ្សាយព័ត៌មានប្រជាពិធបិទមាត់សម្លេងប្រឆាំងផ្សព្វផ្សាយព័ត៌មានការពារអត់ហ៊ាននិយាយការពារផ្សព្វផ្សាយព័ត៌មានដោះសារអត់និយាយដោះស្រាយហ្នឹងគឺចាយលុយរាប់សែនរាប់លានដុល្លារមួយឆ្នាំទាំងទីប្រឹក្សាអីហ្នឹងអត់ស្ដាយលុយប្រជាពលរដ្ឋដែលជាលុយញើសឈាមណាហើយដល់ពេលលោកកើតសារាយដូចជាស្រុនស្រនសុភាតារាវុធរស្មីគុន្ធាថនរដ្ឋាឬក៏លៀងហ៊ីឬក៏អ្នកដែលផ្សេងទៀតដែលតស៊ូមតិអត់អស់លុយរត់អីមួយរៀលធ្វើការតស៊ូការពារបរិស្ថានសិទ្ធិមនុស្សដែលអត់ចាយលុយរត់ហើយស្ម័គ្រចិត្តទៅចាប់គ្នាដាក់គុកអស់លីងហើយដល់មន្ត្រីខលខូចខ្លួនឯងលួចជាតិខ្សោះជាតិយកលុយរត់យកប្រាក់ខែរបស់រាជយកទៅទាំងវេទនាយកដើម្បីឲ្យការពារប្រយោជន៍ប្រជាពលរដ្ឋទៅបិទមាត់ចិត្តឈឹងរួចខ្លួនមកចាប់គ្នាដែលជាអ្នកតស៊ូមតិដាក់គុកទៅវិញអានេះហើយដែលជារឿងដែលកម្ពុជាយើងមិនជ្រៅទៅមិនឆ្ងាយណាបងប្អូនហើយយើងនិយាយទៅគេចេះគេក្តៅកាហាយថាយើងនឹងកាន់ជើងចោលកាន់ជើងពួកអក្រិតជនកាន់ជើង
ជនប្រព្រឹត្តខុសបងប្អូនសាកទៅមើលថាអស់លោកទាំងអស់ដែលគេចាប់ហ្នឹងតើយើងគិតគេជាអក្រិតជនជាអីហ្នឹងតើសហគមន៍អន្តរជាតិគេដែលគិតពួកគាត់ជាអក្រិតជនទេការពារបរិស្ថានសុទ្ធតែយុវជនក្មេងៗដើម្បីឲ្យយកមកជួយកិច្ចការប្រទេសជាតិយើងត្រូវការអ្នកមានភាពក្លាហានដើម្បីហ៊ានរិះគន់រដ្ឋាភិបាលថាធ្វើនឹងមិនត្រូវយើងអត់ចង់បានអជ័យធ្លាក់ទឹកហើយអើអញ្ចឹងទេព្រោះប្រទេសយើងតែអជ័យធ្លាក់ទឹកហើយអើដូចសម័យខ្មែរក្រហមអញ្ចឹងអង្គការមហាលុតផ្លោះមហាអស្ចារ្យបបររាវក៏ឃ្លោកមួយថ្ងៃ3ពេលអត់មានស្អីហូបស្គមនៅស្បែកឆ្អឹងគឺថានៅតែអស្ចារ្យភ្លឺស្វាងអស្ចារ្យភ្លឺស្វាងស្លាប់អស់1,700,000នាក់ដោយសារតែអាភ្លឺស្វាងអស្ចារ្យមេក្រូនៅតាមសហគមន៍ហ្នឹងអាមេក្រូនៅតាមសហគមន៍ហ្នឹងគឺថ្ងៃណាក៏ប្រទេសកម្ពុជាអស្ចារ្យរីកចម្រើនរុងរឿងភ្លឺស្វាងដែរហើយយើងទាំងអស់គ្នាដល់ពេលអញ្ចឹងនៅតែអស្ចារ្យដល់គេបជាកូនក្មេងទូចមួយដែលអាយុអូក៏ភ្លើងដល់ដីយកមកបាញ់សម្លាប់ឪពុកម្ដាយខ្លួនឯងចាត់ទុកជាខ្មាំងអីចឹងតើហេតុអីយើងឲ្យប្រវត្តិសាស្ត្រសាដានបែបនេះខ្ញុំអត់យល់ខ្ញុំមិនចង់បានអីទេខ្ញុំចង់បានឲ្យអស់លោកជួយផ្សះផ្សាខ្មែរគ្នាឯងនឹងកុំធ្វើទុកបុកម្នេញបើគ្រាន់តែគ្នាសុំនៅក្រៅឃុំនឹងទៅវាចង្រៃស្អីខ្មែរគ្នាឯងគាត់ទៅធ្វើវិធានសនាបើសិនជាគាត់ទៅរុករើអាបាឡាលួសនៅដីថៃក៏ល្អដែរយើងថាវាប៉ះពាល់ដល់ទំនាក់ទំនងល្អមួយតែបានការពារទឹកដីតែនេះដើម្បីការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋបងប្អូនសម្រាប់ខ្លួនឯងទៅអានេះគឺជារឿងមួយដែលអកុសលចឹងបន្តថារឿងយើងកំពុងតែឈឺចាប់នៅពេលដែលយើងឈឺចាប់ប្រជាជនខ្លួនឯងយើងអត់ដោះស្រាយយើងទៅមើលទៅហ៊ានខ្មែរយើងកំពុងតែជាប់ឃុំហើយអ្នកណាគេដោះស្រាយឲ្យខ្លួនយើងដោះស្រាយខ្លួនយើងអត់ទាំងបានផងហ្នឹងយើងធ្វើបាបគ្នាឯងគ្មានទីបំផុតហ្នឹងឥឡូវនេះគឺតកតងនឹងរឿងនៅថៃនេះគឺថ្ងៃនេះមានជំនួបមួយជំនួបនេះគឺជាជំនួប4ភាគីដែលម៉ាឡេស៊ីធ្វើតេស្តខ្ញុំនិយាយថាធ្វើតេស្តចុះបងប្អូនព្រោះដំណោះស្រាយនេះម៉ាឡេស៊ីអត់ដែលមានប្រសិទ្ធភាពអីទេក៏ខំប្រឹងដែរតែខ្មែរហើយថៃនឹងអត់ស្ដាប់គ្នាថ្ងៃនេះគេយកកិច្ចជួបជុំគ្នាមួយនៅកូឡាលំពួរដែលក្រោមអធិបតីនឹងការចាត់ចែងរបស់ប្រទេសម៉ាឡេស៊ីគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមឲ្យប្រទេសទាំង4នេះមកជួបគ្នានៅក្នុងនោះគឺមានកម្ពុជាថៃនិងសហរដ្ឋអាមេរិកបាទខ្ញុំលើកពីសហរដ្ឋអាមេរិកនេះគឺហេតុអីបានជាសហរដ្ឋអាមេរិកចូលរួមនៅក្នុងកិច្ចប្រជុំរងដំណោះស្រាយកម្ពុជាដែរបងប្អូនប្រហែលជាចាំហើយមិនអញ្ចឹងនៅចុងខែនេះគឺលោកត្រាំបានបញ្ជាទៅឬក៏បង្គាប់ទៅប្រទេសម៉ាឡេឬក៏អាចដាក់លក្ខខណ្ឌទៅទៀតថាបើសិនជាមិនអោយប្រទេសអាមេរិកចូលរួមនៅក្នុងពិធីរៀបចំជានិមិត្តរូបក្នុងការចុះហត្ថលេខាបទឈប់បាញ់រវាងកម្ពុជានិងថៃទេគឺអាមេរិកអត់ទៅចូលរួមទេអានេះទី1គឺដាក់លក្ខខណ្ឌបែបនេះហើយទី2គឺគាត់និយាយទៀតថាបើសិនគាត់ចូលរួមគឺដាច់ខាតអត់ឲ្យចិនចូលទេព្រោះអីអាមេរិកអះអាងថាចិនអត់មានអីបានជួយឲ្យមានបទឈប់បាញ់ទេអាមេរិកទេដែលជាអ្នកដែលផ្ដួចផ្ដើមគំនិតហ្នឹងណាដូច្នេះរឿងនេះគឺមានការឡើងនៅម៉ាឡេថ្ងៃហ្នឹងប៉ុន្តែសាររបស់ខាងភាគីថៃហាក់បីដូចជាកេងចំណេញនយោបាយទៀតបងប្អូនមានចាំទេលោករដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកស៊ីហាសាក់ភួងកេតកៅមុននឹងទៅគាត់ថាពេលដែលទៅជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកប្រាក់សុខុននៅម៉ាឡេនេះគឺគាត់ដាក់លក្ខខណ្ឌ4ឲ្យកម្ពុជាដោះស្រាយជួបប៉ុន្តែសូមដាក់លក្ខខណ្ឌ4ដើម្បីឲ្យមានដំណោះស្រាយសន្តិភាពគឺទី1គឺលក្ខខណ្ឌត្រូវតែដកទ័ពឬក៏កាភ្លើងធំពីផ្ទល់ដែនអត់ឲ្យនៅទៀតទេថាឥឡូវថៃចោតកម្ពុជាថាកាភ្លើងធំនឹងទាហាននៅជួរមុខហ្នឹងអត់ទាន់ដកមកទេគឺនៅប្រឈមបែកកណ្ដុងដាក់ថៃនៅឡើយហ្នឹងទី1ទី2គឺដោះមីនឲ្យអស់ពីតំបន់ដែលមានបញ្ហាហ្នឹងទី3គឺតកតងនឹងចលិះប្រជាពលរដ្ឋពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យឲ្យមានផែនការត្រឹមត្រូវហើយត្រូវតែជំលះដាច់ខាតរកទីតាំងឲ្យប្រជាពលរដ្ឋខ្មែរហ្នឹងទៅនៅកន្លែងណានៅទៅក៏ប៉ុន្តែកុំនៅក្នុងតំបន់ភូមិព្រៃច័ន្ទនិងជោគជ័យទៀតព្រោះថៃគេថានឹងដែនធិបតេយ្យរបស់គេទី4គឺតកតងនឹងការឆបោកតាមបណ្ដាញអនឡាញនេះដែលអាមេរិកកំពុងតែធ្វើច្បាប់នេះឥឡូវនេះវាត្រូវចូលសងនឹងការឃោសនាឬក៏នយោបាយរបស់ថៃដែលគេថាខ្មែរយើងជាមជ្ឈមណ្ឌលឆបោកអនឡាញឥឡូវតំណាងរាជសហរដ្ឋអាមេរិកគេធ្វើច្បាប់ដាក់បញ្ជីខ្មៅខ្មែរនៅក្នុងនឹងឲ្យមន្ត្រីខ្មែរមកកណោដោយទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃខ្មែររហូតដល់មេប៉ូលីសខ្មែររហូតដល់កូនក្មួយលោកហ៊ុនសែននិងលោកកុកអានអីនៅក្នុងនឹងដែរអានេះហើយដែលធ្វើឲ្យថៃគិតថាអាការឆបោកតាមបណ្ដាញអនឡាញនេះគឺពិតជារឿងពិតមែនហើយឥឡូវតែយើងប្រាប់គេថាមិនថាហ្នឹងមិនពិតបើទៅការចាប់ចម្រិតជនជាតិកូរ៉េធ្វើទុកបុកម្នេញរហូតដល់ទរណកម្មស្លាប់គេមួយអាយុ22ឆ្នាំនៅលើទឹកដីកម្ពុជានេះហើយបទអក្រិតពី2021តកតងនឹងកូរ៉េនេះគឺកើនឡើងពី4នាក់នៅ2021មកឡើងដល់330ករណីហើយនៅក្នុងដល់ឆ្នាំ2025រឿងចាប់ចម្រិតភាគច្រើនគឺប្រព្រឹត្តឡើងពីជនជាតិចិននៅការដែលឆបោកអនឡាញនឹងដែរដោយសារអីមជ្ឈមណ្ឌលឆបោកអនឡាញនឹងវានៅស្រុកខ្មែរច្រើនពេកហើយមានការពារនឹងច្រើនពេកហើយចឹងបានថានៅក្នុងប្រសិទ្ធភាពនៅក្នុងការអនុវត្តច្បាប់របស់យើងនឹងគឺយើងធ្វើទៅគឺវាមិនបានផលដោយសារតែប្រព័ន្ធដឹកនាំរដ្ឋយើងនឹងគឺវាមិនមានភាពតលយៈភាពអំណាចត្រឹមត្រូវអីចឹងវាបកពួកនិយមរឹតរួចពេកទៅវាអត់អាចទៅកាត់សាច់ស្អុយសាច់
ឬក៏លាងសម្អាតអីបានចេះតែទៅច្បោលចឹងធ្វើខ្លះអត់ខ្លះចឹងទៅអ្នកធំរួយខ្លួនទៅយូរបានកពឹសបានកភ្លៀងបានកញ្ចោះអីបន្តិចបន្តួចចាប់ទៅគ្រាន់ណាអីទៅដូចយើងទៅលឺសូររឿងគ្រឿងញៀនរឿងអីហ្នឹងមេធំកាក់ចាក់អត់បានទៅចាប់បានឪពុកលោកសនតារាឯណានោះទៅចោតប្រកាន់គាត់ពីរឿងគ្រឿងញៀនដោយសារតែរឿងបំបាក់ស្មារតីលោកសនតារាមិនឲ្យរិះគន់រដ្ឋាភិបាលបាននឹងទៅធ្វើទុកបុកម្នេញឪពុករបស់លោកចាប់ដាក់គុកឲ្យជាមន្ត្រីស្មោះស្ម័គ្រនឹងគណៈបកប្រជាជនជាតែហ៊ានយូរហើយអីណាយើងស្ដាប់ទៅរកម្មចិត្តមែនតើហើយប្រជាពលរដ្ឋហ្នឹងក៏មិនយល់រឿងហ្នឹងដែរគេយល់អស់ហើយគាត់ថាស្រុកខ្មែរហ្នឹងគឺថាគេធ្វើអីមិនទាន់បានហ្នឹងគឺដោយសារតែការគ្រប់គ្រងបែបក្រាបខ្លាំងពេកធ្វើឲ្យប្រជាពលរដ្ឋបាក់ស្បាត់តែសំងំណាប្រទេសអញ្ចឹងគ្រោះថ្នាក់មែនតើដូចភ្នំភ្លើងអញ្ចឹងណាបងប្អូនចាំតែថ្ងៃផ្ទុះចុះហេតុអីក៏យើងមិនរកវិធីចលះប្រជាពលរដ្ឋចេញពីអាភ្នំភ្លើងហ្នឹងទៅធ្វើឲ្យវាស្ងប់ស្ងាត់មានសុខដុមរមនាកុំចាំតែថ្ងៃផ្ទុះអានស្លាប់ទាំងអស់គ្នាអញ្ចឹងអត់កើតទេប្រជាពលរដ្ឋខ្មែរអត់ត្រូវការរស់នៅក្នុងស្ថានភាពអគុណសន្តិភាពខ្លាចតែភ្នំភ្លើងផ្ទុះអញ្ចឹងទេឥឡូវនេះគឺបើតាមអ្វីដែលជាសាររបស់ខាងសារព័ត៌មានថៃគឺគេនិយាយថារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកប្រាក់សិខុនទំនងជាធ្វើតាមលក្ខខណ្ឌរបស់ថៃដែលទី1ដោះមីនទី2ដកកាភ្លើងនិងថយតបពីព្រំដែនធំហ្នឹងទី3គឺជាលះប្រជាពលរដ្ឋពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យទី4គឺទប់ស្កាត់បទល្មើសឆបោកអនឡាញហ្នឹងជាមួយសហការជាមួយនឹងប្រទេសនៅក្នុងតំបន់ហ្នឹងដើម្បីទប់ឲ្យបានអីអញ្ចឹងទៅថៃគេយកហេតុផលថាគេចង់សម្អាតណាប៉ុន្តែវាហៀពីខ្មែរទៅថៃខ្មែរវិញនិយាយថាមិនមែនទេថៃទេដែលហៀមកចូលខ្មែរវិញនោះតើបន្ទោសដាក់គ្នាទៅតាមពិតអត់មានទៅបន្ទោសដាក់អ្នកណាបានទេកើតនៅលើដីយើងគឺយើងជាអ្នកទទួលខុសត្រូវកើតនៅលើដីថៃជាអ្នកទទួលខុសត្រូវប៉ុន្តែឥឡូវយើងទៅប្រកែកអីមិនបើរឿងទាំងអស់វាកើតនៅលើដីយើងតាក់ទងនឹងរឿងឆបោកប្រជាពលរដ្ឋអាមេរិកគេរកឃើញដល់ទៅពាក់ព័ន្ធលុយពាន់លានដុល្លារជនជាតិអាមេរិករហូតដល់គេធ្វើច្បាប់ធ្វើអីដូច្នេះយើងត្រូវអត់ចាំបាច់រុញច្អល់ដាក់គេថាអានឹងគេចោតប្រកាន់យើងទេថៃក៏កើតដែរអាចឆបោកអនឡាញហ្នឹងក៏ក្រើកភូមាហ្នឹងក៏កើតក៏ក្រើកដែរហើយកម្ពុជាហ្នឹងក៏ចឹងឡាវហ្នឹងក៏ចឹងដែរដូច្នេះវាអត់មានអីភ្ញាក់ផ្អើលទេអញ្ចឹងយើងនាំគ្នាបោះសម្រាមឲ្យស្អាតពីក្នុងផ្ទះយើងកុំទៅចាំបាច់ច្អល់ថាផ្ទះគេកក្រែកវាការពិតតែសម្រាមផ្ទះគេច្រើនវាធំក្លិនហុយមកវាគេដុតសម្រាមដុតអីទៅវាហុយចូលច្រមុះចូលអីក្នុងដីយើងឬរុយរោមហ្នឹងវាហើមកចូលផ្ទះយើងប៉ុន្តែយើងដាក់ស្បៃដាក់អីទប់ឲ្យល្អទៅយើងរកវិធីការពារទៅអាទាំងអស់ហ្នឹងក៏តែវាមិនចូលបានណាប៉ុន្តែយើងវាបើកដែរឲ្យគេហូមកជួនកាលយកកាយសម្រាមគេយកមកដាក់ទៅទៀតបើថានេះហ្នឹងវាពិបាកអញ្ចឹងដែរណាបងប្អូនហើយប្រព័ន្ធដើម្បីទប់សម្រាមហ្នឹងគឺតោះតែយើងមានក្រុមហ៊ុនសម្រាមហ្នឹងគឺថាវាឡានទំនើបឧបករណ៍ហ្នឹងល្អដឹកសម្រាមហ្នឹងចាក់ដុតកប់ឬឆ្នៃជាជីកំប៉ុស្តអីទៅជារបស់ប្រើប្រាស់អីដើម្បីកុំឲ្យវាធំក្លិនស្អុយតែយើងវាអត់មានអាយន្តការឡានស្អាតហ្នឹងដើម្បីកម្ចាត់សម្រាមសម្អុយយើងហ្នឹងគឺយើងមានតែជួយធ្វើឲ្យអាសម្រាមហ្នឹងស្អុយលលួយថែមទៀតព្រោះអីមន្ត្រីយើងហ្នឹងវាលលួយនៅក្នុងហ្នឹងតែអញ្ចឹងទៅតោះតែយើងទប់ពីខាងក្នុងនេះទៅបានអាចដោះស្រាយបញ្ហានឹងបានណាឥឡូវថៃគេថាយើងព្រមតាមសំណើទំនងថៃគេមិនថាអញ្ចឹងទេសារព័ត៌មានថៃណាគេថាកម្ពុជាទំនងជាព្រមតាមលក្ខខណ្ឌបងប្អូនបើព្រមតាមលក្ខខណ្ឌទាំងអស់នេះគឺយើងឲ្យដីថៃទៅទេហើយព្រោះអីតែយកតែហ៊ានយកអីចេញពីជួរព្រំដែនមកថៃរំលោភចូលមកកាន់តែជ្រៅព្រោះឥឡូវនៅប៉ុណ្ណឹងមិននៅតែថៃដាក់បលាលួសឈូសឆាយផ្ទះប្រជាពលរដ្ឋថ្ងៃហ្នឹងនៅព្រៃច័ន្ទឈូសប្រហែល3ថ្ងៃជាប់គ្នាឈូសដីឈូសអីហ្នឹងរាវមីនអីហ្នឹងយើងបានតែឈរមើលដោយលខោនគេសំដែងមែនតើអញ្ចឹងដល់ពេលឥឡូវគេឈូសឆាយផ្ទះប្រជាពលរដ្ឋនៅភូមិព្រៃច័ន្ទជាលើកទី1ហើយយើងនៅតែឈរមើលបានតែរូបថតអញ្ចឹងខ្ញុំនិយាយថាស្រីគេក្លាហានគេបានរូបបងស្រីឌុនឡនបានត្រឹមតែរូបថតឥឡូវយើងបានតែរូបថតហ្នឹងឯងបងប្អូនយើងឈរមើលភ្លឺគួរឲ្យស្រក់ទឹកភ្នែកឥឡូវគេឈូសដល់អាផ្ទះហ្នឹងមួយទៀតនៅភូមិព្រៃច័ន្ទរាល់ដងឈូសនៅភូមិជោគជ័យឥឡូវឈូសដល់ភូមិព្រៃច័ន្ទទៀតតែយើងយ៉ាងម៉េចទៅវិញអាហ្នឹងគេមានខ្លាចអីគេនៅតែធ្វើហើយគេដល់ពេលយើងដោះមីនកាលមុនគេឲ្យយើងដោះមីនយើងអត់ដោះឥឡូវគេដោះខ្លួនឯងចុះបើយើងព្រមដោះមីនតើនឹងបើកផ្លូវឲ្យថៃយកបលាលួសមកដាក់ប៉ុណ្ណាឬអ្នកភូមិព្រៃច័ន្ទនិងភូមិជោគជ័យចេញពីភូមិនោះបានដីអធិបតេយ្យយើងតវ៉ាយើងថ្កោលទោសមកយកមកហើយចាំបើទៅរើតាមថៃហ្នឹងតើយើងឲ្យគេទៅទេទៀតអញ្ចឹងទទួលស្គាល់ដែនអធិបតេយ្យថៃហើយបាត់បង់ដីខ្មែរយើងគឺយ៉ាងម៉េចហើយឆបោកអនឡាញព្រមតាមថៃខ្ញុំអត់ថាមានបញ្ហាទេព្រោះអីដោយសារតែរឿងឆបោកអនឡាញនេះវាជាបទអក្រិតឆ្លងដែនដូច្នេះយើងត្រូវការសហការនៅក្នុងតំបន់ប៉ុន្តែថៃប្រើពាក្យថាកម្ពុជាទំនងជាព្រមតើកម្ពុជាព្រមឬមិនព្រមឥឡូវខ្ញុំអានសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាវិញហើយចាំមើលបងប្អូនស្ដាប់ទៅហើយវិភាគវាតម្លៃខ្លួនឯងក្រសួងការបរទេសកម្ពុជានៅថ្ងៃទី12ខែតុលាឆ្នាំ2025នេះនិយាយថាលោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគីបាទគឺ4ភាគីរវាងប្រទេសកម្ពុជាថៃម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកតាមការអញ្ជើញរបស់ឯកឧត្តមដាតូសេរីអាន់វ៉ាប៊ីនអេប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីអង្គប្រជុំបានបង្ហាញពីបំណងប្រាថ្នារួមគឺដើម្បីសន្តិភាពនិងស្ថិរភាពរវាងកម្ពុជានិងថៃក៏ដូចជានៅក្នុងតំបន់ទាំងមូល
ការនេះបានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមមនៅក្នុងការដោះស្រាយចំនួនដោយសន្តិវិធីការមិនប្រើកម្លាំងនិងការគោរពច្បាប់អន្តរជាតិនៅក្នុងសន្ទរកថាបើកលោកប្រាក់សុខុនបានសម្ដែងការកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះប្រទេសម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកលើកិច្ចខិតខំប្រឹងប្រែងប្រកបដោយអត្ថន័យស្ថាបនានៅក្នុងការសម្របសម្រួលកិច្ចប្រជុំចតុភាគីនេះឯកឧត្តមបកនាយករដ្ឋមន្ត្រីប្រាក់សុខុនបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធានាការអនុវត្តឲ្យបានពេញលេញនិងមានប្រសិទ្ធភាពលើលក្ខខណ្ឌនៃបទឈប់បាញ់និងកិច្ចព្រមព្រៀងទាំងអស់ដែលសម្រេចបានក្រោមលក្ខខណ្ឌសន្ទុះក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការកិច្ចការព្រំដែនទូត GBC គណៈកម្មការព្រំដែនថ្នាក់យុទ្ធភូមិ